ខ្ញុំមិនបាននិយាយកុហកទេអាឡុងឯងមើលទៅនេះគឺផ្លាកឈើនេះម៉ែលាក់នៅក្នុងបន្ទប់របស់ឯងរហូតឯងធ្លាប់សួរម៉ែថាតើនេះតំណាងឲ្យអ្វីទៅម៉ែនិយាយថាម៉ែគឺកំពុងនឹកដល់បុព្វបុរសរបស់ម៉ែអញ្ចឹងវាគឺជាផ្លាកព្រលឹងរបស់ពុកម៉ែឯងនៅពេលដែលម៉ែចាក់ចេញពីភីងចឹងគឺបានឆ្លាក់ឈ្មោះពុកម៉ែឯងនៅលើផ្លាកឈើនេះម៉ែដាក់ជាប់ខ្លួនរហូតព្រឹកល្ងាចយកចេញមកសំពះម៉ែនិយាយនៅចំពោះមុខម៉ែឯងថាលោកមេតបលោកស្រីខ្ញុំឲ្យអាឡុងយកចោលធ្វើជាអពុកសិនក៏ដើម្បីការពារសាច់ឈាមតែមួយគត់របស់គ្រួសារជីដែរសូមអ្នកទាំងពីរអធិស្ឋានផងអត់ទេអាឡុងតើឯងដឹងថាជាង20ឆ្នាំមកនេះឯងយកចោលធ្វើជាអពុកដែរទេឯងដឹងថាឯងជាក្មួយប្រុសបង្ការរបស់សម្ដេចស៊ីឈីដែរទេតែពេលនេះឯងមិនត្រឹមតែយកចោលធ្វើជាអពុកទេនៅលើកតបវាយលោកស៊ីឈីទៀតឯងពិតជាមិនស្មោះត្រង់អកតញ្ញូគ្មានធម៌មេត្តាមែនម៉ែដោះម៉ែនិយាយបែបនេះតែមានផុសតាងស្អីទៅផុសតាងគឺនៅទីនេះហ៎បន្តោងយុមួយនេះគឺសម្ដេចជីប៉ជីឆាងឲ្យខ្ញុំលើខ្លួនព្រះបុត្រាក៏ប្រកាសជាមានជក់ដូចគ្នាដែរបន្តោងយុមួយនេះជូនអូនចុះនេះជាវត្ថុទឹកប្រចាំតកូលរបស់បងមិននឹងអាចជូនអូនបានទេគឺព្រោះតែវត្ថុទឹកប្រចាំតកូលរបស់បងទើបបងជូនអូនជូនប្រហុំឲ្យបងប្រកាសជាឲ្យបន្តោងយុឲ្យអូនហើយមេដីធ្វើជាសាក់សីថ្ងៃនេះខ្ញុំនិយាយពីប្រវត្តិរបស់ជីឡុងចេញមកបើមានកុហកខ្ញុំនឹងស្លាប់គ្មានកន្លែងបញ្ចុះសពទេពុកម៉ែព្រះបុត្រាឆាប់ព្រះបុត្រាអាឡុងដឹងខ្លួនឡើងអាឡុងព្រះបុត្រាពុកម៉ែពុកពុកម៉ែលោកមេតបអ្នកស្រីទីបំផុតខ្ញុំមិនធ្វើឲ្យអ្នកទាំងពីរអស់សង្ឃឹមទេចិញ្ចឹមអាឡុងដល់ធំពេញវ័យហើយជាច្រើនឆ្នាំមកនេះអាឡុងយកចោលធ្វើជាឪពុកសិតតែខ្ញុំមិនល្អខ្ញុំមិនគប្បីចំពោះអ្នកទាំងពីរទេម៉ែកុំចឹងអីឯងហៅខ្ញុំថាម៉េចខ្ញុំហៅម៉ែថាម៉ែគេនិយាយថាឪពុកម្ដាយបង្កើតធំជាងគេឪពុកម្ដាយចិញ្ចឹមធំជាងមេឃថ្ងៃនេះម៉ែព្រោះតែគ្រួសារជឿយើងបាត់បង់ច្រើនយ៉ាងនេះយកកូនប្រុសបង្កើតរបស់ម៉ែជំនួសឲ្យខ្ញុំឲ្យគេសម្លាប់ចោលទាំងរស់ខ្ញុំគិតថាម៉ែប្រកាសជានឹកដល់កូនប្រុសដែលស្លាប់ទៅរបស់ម៉ែហើយអាឡុងជាង20ឆ្នាំមកនេះម៉ែគ្មានថ្ងៃណាដែលមិននឹកដល់កូនដែលស្លាប់ទៅរបស់ម៉ែទេម៉ែមិនគប្បីចំពោះគេទេអ្វីដែលសំនឹងរីករាយនោះគឺអ្វីត្បិតតែម៉ែជាម៉ែដោះរបស់ឯងប៉ុន្តែ
ឯងទុកម៉ែដូចជាម៉ែបង្កើតឯងរហូតមកម៉ែក៏ស្កប់ស្កល់ដែរហើយម៉ែចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងទុកម៉ែដូចជាម្ដាយបង្ការរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងកតញ្ញូនឹងម៉ែជំនួសកូនដែលស្លាប់ទៅឲ្យបានល្អម៉ែអាឡុងម៉ែអាឡុងអាឡុងកូនរបស់ម៉ែអាឡុងកូនរបស់ម៉ែព្រះបុត្រាបើរឿងនេះបានដឹងច្បាស់ហើយឆាប់ក្រោកឡើងទៅមនុស្សអភ័ព្វសូមទទួលការគោរពពីខ្ញុំផងព្រះបុត្រាតើព្រះបុត្រាធ្វើអីនឹងពេលនេះខ្ញុំបានយល់អស់ទៅហើយដៃរបស់ឯងនេះមិនមែនត្រូវលោកអបរាជជាអ្នកកាត់ទេតាមមែនទេឯងនិយាយទៅដៃមកខាងខ្ញុំនេះគឺកាច់បំបាក់ដល់ខ្លួនឯងទេដើម្បីបន្លំចូលភីងចឹងគោលដៅគឺព្រោះតែឲ្យព្រះបុត្រាទទួលស្គាល់ដូនតាវិញព្រះបុត្រាឯងសុខចិត្តកាត់ដៃខ្លួនឯងមកខាងចោលមកប្រាប់ប្រវត្តិជីងឡុងរបស់យើងគុណបំណាច់ធំបែបនេះមួយជីវិតជាឡុងខ្ញុំនេះមិនអាចសងគុណឯងបានទេខ្ញុំមិនអាចសងគុណឯងបានទេព្រះបុត្រាខ្ញុំមិនហ៊ានទទួលទេឆាប់ក្រោកឡើងទៅព្រះបុត្រាមិនបានទេឆាប់ក្រោកឡើងទៅអាឡុងឯងឆាប់ក្រោកឡើងមកអាឡុងល្អពេលនេះខ្ញុំនឹងទៅសងសឹកគំនុំឈាមរបស់ពុកម៉ែខ្ញុំព្រះបុត្រាធ្វើអីខ្ញុំត្រូវសម្លាប់ពួកវាចោលឲ្យអស់ជួយសងសឹកឲ្យពុកម៉ែខ្ញុំព្រះបុត្រាមិនអាចទេចេញទៅអាឡុងម៉ែឯងស្ដាប់ម៉ែសិនវ៉ាន់មុទុននោះមានកម្លាំងខ្លាំងណាស់ជីលីមានយុទ្ធសិលបិសាចកងទ័ពហៃធូមានច្រើនខ្លាំងណាស់ឯងឆេវឆាយយ៉ាងនេះឲ្យតែបែកការពីសមាជិកពួកយើងហើយមិនត្រឹមតែឯងសងសឹកមិនបាននៅអាចធ្វើបាបមនុស្សអភ័ព្វទៀតផងមិនហើយព្រះបុត្រាមិនត្រឹមតែអាចធ្វើបាបខ្ញុំទេរឹតអាចធ្វើបាបបែបដោះព្រះបុត្រាគិតមើលទៅក៏ប៉ុន្តែគំនុំមួយនេះខ្ញុំត្រូវតែសងសឹកខ្ញុំភារកិច្ចសំខាន់របស់ពួកយើងនៅពេលនេះគឺពិភាក្សាជាមួយនឹងចាំងជាយ៉ាអូប៉េរ៉ាស៊ីឈីសហការក្នុងក្រៅបែបនេះថ្ងៃក្រោយពួកយើងវាយប្រហារហ៊ីធូគឺងាយដូចជាបកជ័យយ៉ាងអញ្ចឹងអាឡុងឯងស្ដាប់តាមសម្ដីរបស់មនុស្សអភ័ព្វទៅម៉ែក៏ប៉ុន្តែពិភាក្សាជាមួយលោកអបរាជជាងឲ្យច្រើនម្យ៉ាងទៀតស៊ីឈីមានមេតបធំម្នាក់ជាប់ឃុំក្នុងគុកឯងត្រូវតែរកវិធីជួយគេចេញមកល្អខ្ញុំប្រកាសជាអាចគ្រាន់តែពេលនេះខ្ញុំបានដឹងពីប្រវត្តិរបស់ខ្លួនឯងទៅហើយខ្ញុំមិនអាចទៅសងសឹកបានទៀតក្នុងចិត្តខ្ញុំពិតជាពិបាកទ្រាំណាស់ព្រះបុត្រាអត់ទ្រាំបន្តិចទៅឱកាសសងសឹកចិត្តមកដល់ហើយទ្រាំបន្តិចទៅមែនហើយពុកម៉ែឆាប់ម្នេះមកបងទី2នៅទីនេះកងប៉ាអេសេងឯណាកងប៉ាកងប៉ាកងប៉ានៅទីនោះណែណាតេនៅក្នុងចិត្តបងគួរស្អប់មែនអញថៃបាក់បែបនេះទៀតហើយអញនេះពួកអញទៅពីបងហ្វេនឹងបងស្រីបងធំអញហៅបងមកតែមានរឿងសំខាន់អីហ៎កងប៉ាឲ្យខ្ញុំមកប្រាប់បងថាកូនធម៌របស់ព្រះអង្គហៃធូម្នាក់នោះជីឡុង
ដូចជាក្មួយប្រុសរបស់ជីឆាងអូឯងនិយាយជាការពិតដែរគឺលាជីជាអ្នកប្រាប់កងប៉ាដោយផ្ទាល់មាត់បើពិតមែននោះអញ្ចឹងគឺវីវោហើយអាណាកងប៉ានៅភីងឆឹងនៅឡើយគេធ្វើការតាមកលៈទេសៈឲ្យកងប៉ាត្រូវធ្វើការដោយប្រយ័ត្នពេលដែលចាំបាច់គឺសម្រាប់ជីឡុងម្នាក់នោះចោលទៅត្រូវឲ្យបង្ខំខ្ញុំនៅមានរឿងមួយទៀតចង់ប្រាប់បងរឿងអីទៅពេលនេះកន្ត្រៃមាននោះបានរលាកក្នុងដើមមួយគូរបស់រាជគ្រូវិនហើយពេលនេះអនុភាពរបស់ដើមមួយគូនោះខ្លាំងខ្លាតែតែចឹងជាយ៉ាសិតតែមិនមែនជាដៃគូរបស់វាទេបែរជាមានរឿងបែបនេះផងហ៎បាទរាជគ្រូវិនមានដើមមួយគូដ៏អស្ចារ្យទៅហើយបាទជឿឡងនោះពិតជាក្មួយប្រុសរបស់ជឿឆាំងមែននោះអញ្ចឹងហេតុអីក៏មិនអោយរាជគ្រូវិនទៅចាត់ការគេតែម្ដងទៅរឿងមួយនេះគឺឲ្យអ៊ីស៊ីងនិងកងប៉ាទៅធ្វើចុះលោកអប្រាញ់ចាំមិនទៅហើយមានសង្ឃឹមហើយលោកអប្រាញ់នៃរបស់លោកគឺដៃបាតរបស់ឆ្កែសៀវធានអាចជួយបានហើយអញ្ចឹងពិតជាល្អខ្លាំងណាស់បើសិនមិនខ្ញុំឃើញឆ្កែសៀវធាននោះដើរទៅដើរមកសូម្បីស្លៀកពាក់ក៏ពិបាកដែរក្នុងចិត្តរបស់ខ្ញុំនេះពិបាកខ្លាំងណាស់ខ្ញុំចង់ទៅភីងឆាំងកំដរគេនោះទេនៅសច្ចធម៌របស់គេទៀតក៏ធ្វើឲ្យសម្ដេចរំភើបចិត្តហេតុនេះហើយលោកគ្រូពួកយើងគួរជួយគេទៅគ្រូពូតើគ្រូពូនិយាយពីវិធីឆាប់ប្រាប់ខ្ញុំមកខ្ញុំប្រកាសទៅជួយគេតាមដែលគម្ពីរមីខេបានបង្ហាញនោះនៅលើភ្នំគួស៊ីមានអាស្មៅ100នៅក្នុងអាស្មៅ100នោះមានរូបមន្តទេវតារបស់លីយិនទីឈ្មោះថាឆ្អឹងបាក់ដោះឡើងវិញឆ្នាំឆ្អឹងបាក់ដោះឡើងវិញអញ្ចឹងលោកគ្រូខ្ញុំទៅរកអត់ទេលោកគ្រូពូខ្ញុំមានកងមយូរ៉ាភ្លើងខ្ញុំលឿនជាងឲ្យខ្ញុំទៅហើយគ្រូពូណាចាស់មានកងមយូរ៉ាភ្លើងខ្ញុំមានស្លាប់រន្ទះខ្ញុំទៅជាមួយគេបានហើយអ្នកទាំងអស់គ្នាកុំប្រកែកគ្នាអីរឿងមួយនេះគួរតែទុកឲ្យយ៉ាងជៀនទៅទុកអ្នកតំណឲ្យយ៉ាងជៀនហើយឆ្កែសៀធានស្និទ្ធស្នាលជាងគេភារកិច្ចនេះគួរតែទុកឲ្យយ៉ាងជៀនគេជាអ្នកបំពេញទេលោកអប្រាញ់ឆ្កែសៀធានមានគុណចំពោះគ្រួសារខ្ញុំរឿងនេះគួរតែទុកឲ្យខ្ញុំទៅជាមួយដែរទៅបងទី2នេះមិនបានទេស៊ីឈីយើងត្រូវឲ្យបងនេះគ្រប់គ្រងទៀតហើយនេះគឺទុកឲ្យខ្ញុំកំដរលបងយ៉ាងទៅចំនួនអ្នកទាំងអស់គ្នាចុះគ្រូពូអ្នកប្រុសតូចនិយាយត្រូវល្អរឿងល្អមួយនេះទុកឲ្យយ៉ាងជៀនហើយនឹងអ្នកប្រុសតូចទៅជាមួយគ្នាទៅលោកគ្រូពូពុកលោកអូប្រៃលោកនឹងឆ្កែសៀធានតាក់ទងគ្នាយ៉ាងម៉េចហើយខ្ញុំលួចចូលទៅបានឃើញឆ្កែសៀធានគេប្រាប់ខ្ញុំថាជីឡុងនឹងសហការតាមការរៀបចំរបស់លោកអូប្រៃទាំងស្រុងម្យ៉ាងទៀតគេនិយាយថាមេតបមួយភាគធំនៅក្នុងភីងឆឹងសុទ្ធតែជាចំណិតរបស់ជីឡុងជឿថាដល់ពេលនោះពួកយើងនឹងងាយស្រួលចាត់ការភីងឆឹងខ្លាំងណាស់បើបែបនេះគឺល្អហើយអញ្ចឹងនិយាយបែបនេះមិនយូរទេពួកយើងនឹងអាចជួបជុំគ្នាជាមួយបងចដុនមួយតែមិនដឹងដល់ពេលណាទើបពួកយើងអាចជួបនឹងបងចដុនមួយបាននោះទេអ្នកប្រតូចកុំតែសារអីឆ្កែសៀធាននិងម៉ែដោះបានបញ្យល់ឲ្យជីឡុងស្ងប់អារម្មណ៍សិនហើយរងចាំបញ្ជាពីលោកអបរាជឆ្កែសៀធាននៅប្រាប់ខ្ញុំថាជីឡុងនិងរាជគ្រូវិនបានប្រយុទ្ធគ្នាហើយលំពេងគូដែលនៅក្នុងដៃរបស់គេឈ្មោះថាលំពេងប្រណឡាននាគគឺធ្វើពីឈើបង្ក្រាបនាគគេនិយាយថាលំពេងមួយនេះអាចបង្ក្រាបដៅគូរបស់រាជគ្រូវិនបានទាំងស្រុងទៀតផងនៅប្រុសជីឡុងប្រើលំពេងក្រឡាននាគអញ្ចឹងឈើបង្ក្រាបនាគអញ្ចឹងពិតជាល្អឥឡូវចេះចុះមួយរយៈនេះទាំងអស់គ្នានេះហត់ហើយខ្ញុំសូមឲ្យនៅប្រុសទី2ចាំខ្លំមើលត្រូវនាំកងទ័ពទាំងអស់គ្នាខំវឹកហាត់បន្តទៀតឲ្យបានល្អទេហើយនៅមានទៀតយ៉ាងជៀនហើយនឹងនៅប្រុសតូចអ្នកទាំងពីរប្រញាប់ទៅរកចឹងបាក់ដោះឡើងវិញទោះបីជាមុននេះខ្ញុំបានប្រើយុទ្ធសិលបិទដៃបាក់របស់គេប៉ុន្តែពេលវេលាមិនអាចអូសបន្លាយជូរបាននោះទេអ្នកទាំងពីរឆាប់យកថ្នាំបាក់ឆ្អឹងឲ្យដោះឡើងវិញនោះជួយមកឲ្យបានលឿនខ្ញុំនឹងប្រញាប់ព្យាបាលគេបាទពុកម៉ែកូនអាកតញ្ញូខ្ញុំស្ដាប់ឮរឿងដែលពុកម៉ែស្លាប់យ៉ាងវេទនានេះខ្ញុំទ្រាំមិនបានចង់ទៅសងសឹកឲ្យពុកម៉ែប៉ុន្តែឆ្កែសៀធានសង្ឃឹមតែខ្ញុំកំទាន់អាល់ឆេឆៅគេចង់ឲ្យខ្ញុំពេលដែលជួបលោកអបរាជហើយចាំគិតគូរទៀតឆ្កែសៀធានកាត់ដៃខ្លួនឯងម្ខាង
ដើម្បីគ្រួសារជី